damage បើសិនជាគេប្រើ physical damage គឺយើងត្រូវតែតែងអាស្បែកជើងមួយនេះបបប្រែខ្មែរគេថាស្បែកជើងអ្នកប្រយុទ្ធអាស្បែកជើងមួយហ្នឹងគឺវាមានសមត្ថភាពកាត់ damage របស់គេបានច្រើននៅក្នុង early game តែបើ hero ខាងគេប្រើ magical damage គឺយើងត្រូវតែតែងស្បែកជើងមួយនេះស្បែកជើងមួយហ្នឹងគឺវាមានអត្ថប្រយោជន៍ពីរទី1គឺវាកាត់ magical damage របស់គេបានខ្លះនិងទី2គឺវាជួយ immune control effect ឲ្យយើង 15% ទៀតហើយឥឡូវអ្នកកំពុងមើលហ្នឹងចាប់ផ្ដើមឆ្ងល់ទៀតហើយថា control effect ហ្នឹងគឺជាស្អីគេគេចាប់ stun យើងគេចាប់ slow លើយើងអីហ្នឹងអាហ្នឹងទាំងអស់ហ្នឹងគឺគេហៅថា control effect ឬក៏ ground control ចឹងឥឡូវដឹងហើយថា early game យើងត្រូវ build team អីដើម្បីឈ្នះ lane គេស្រួលគឺយើង build អាស្បែកជើងហ្នឹងដើម្បីទៅ counter គេហើយកុំច្រឡំថាអារបស់តិចតិចចេញពីស្បែកជើងហ្នឹងវាអត់ប្រយោជន៍អារបស់តិចតិចទាំងអស់ហ្នឹងគឺវាមានប្រយោជន៍ខ្លាំងណាស់នៅក្នុង early game ព្រោះក្នុង early game គ្មានណាគេមាន item មួយគ្រាប់ពីរគ្រាប់យកមកវាយយើងទេចឹងអាហ្នឹងគឺវាការពារយើងបានច្រើនចឹងឥឡូវអ្នកទាំងអស់គ្នាដឹងហើយថាយើងគួរ build team អីដើម្បី counter គេក្នុងរយៈពេលក្រោម2នាទីចឹងឥឡូវយើងចូលទៅដល់របៀប counter skill ទៅលើគេវិញរបៀប counter skill នេះគឺវារៀងពិបាកតិចបើសិនយើងលេង hero អត់ចេះលេងហើយមួយទៀតគឺយើងអត់ចេះលេងអា hero ដែលយើងកំពុងតែដើរប៉ះគ្នាហ្នឹងចឹងដើម្បីយើងអាច counter skill គេបាននិងប្រើបច្ចេកទេសលេងឲ្យបានល្អជាងគេចាំខ្ញុំឲ្យ trick អ្នកទាំងអស់គ្នាពីរចំណុចដើម្បីទៅអនុវត្ត trick ទី1ឧទាហរណ៍ថាបើសិនជាយើងលេងឡាពូហើយចាញ់ lane បាដាំងគឺយើងត្រូវតែទៅរៀនលេងបាដាំងឲ្យចេះលេងទៅរៀនលេងក្នុង classic ក៏បានឬក៏ចូលទៅ training ដើម្បីមើលពី skill វា cool down ប្រហែលវិអីចឹងទៅហើយមួយទៀតគឺទៅមើល YouTube ថា hero បាដាំងហ្នឹងគេលេងរបៀបម៉េចហើយគេប្រើ skill របៀបម៉េចគេប្រើ play style របៀបម៉េចគេចូលចិត្តលេងនៅក្នុងស្មៅឬគេចូលចិត្តលេងវាយយើងពីក្រោយឬក៏គេចូលចិត្តលេងវាយយើងកណ្ដាលមុខទាំងអស់ហ្នឹងគឺយើងត្រូវតែដឹងទាំងអស់ទើបយើងអាច counter គេបានសិនជាអ្នកទាំងអស់គ្នាអត់ចេះហើយអត់ដឹងទៀតវាបង្កពីយើងលេង rank ប៉ះបោតទេអត់សូវសុបាយឥឡូវចូលមកដល់ trick ទី2វិញម្ដងខ្ញុំឧទាហរណ៍ទៅលើ hero ឡាពូចាញ់ hero បាដាំងអាដែលទី1អ្នកទាំងអស់គ្នាត្រូវតែរៀន copy play style គេលេងថា hero យើង counter បាដាំងទេតែហេតុអីបានយើងត្រូវតែវាយគ្នាចាញ់បាដាំងអញ្ចឹងយើងត្រូវតែមើលថាបាដាំងហ្នឹងគេលេងរបៀបម៉េចបានគេឈ្នះ lane យើងបានបន្ទាប់ពីយើងមើលហើយតើយើងត្រូវធ្វើអីទៀតទី1គឺយើងត្រូវទៅអនុវត្តតាមគេយើងត្រូវតែទៅលេង hero បាដាំងហើយប្រើ play style ឲ្យដូចគេនៅពេលដែលយើងប៉ះឡាពូហើយគេ counter យើងឬក៏គេវាយឈ្នះយើងនោះគឺយើងនឹងដឹងហើយពីចំណុចខ្សោយរបស់យើងនៅពេលដែលយើងលេងឡាពូចាញ់ lane បាដាំងហើយអ្វីដែលយើងត្រូវធ្វើបន្ទាប់គឺយើង copy play style ឡាពូហ្នឹងយកមកលេងនៅពេលដែលយើងប៉ះបាដាំងដូចគ្នាខ្ញុំមិនជឿតែធ្វើអញ្ចឹងហើយលេងឈ្នះ lane គេទៀតបើទឹកដៃយើងស្មើគ្នាហ្នឹងឥឡូវបន្ទាប់ពីអ្នកទាំងអស់គ្នាដឹងពីអាពីរចំណុចហ្នឹងនិង trick ពីរទៀតដើម្បីកុំឲ្យបាក់ lane ហើយខ្ញុំសុំសួរសំណួរអ្នកទាំងអស់គ្នាមួយដើម្បីយក skin ពីខ្ញុំសម្រាប់អ្នកដែលឆ្លើយត្រូវឬក៏អ្នកទទួលបាន react ឬក៏ like នៅលើ comment ច្រើនជាងគេគឺចំនួន2នាក់ដែលខ្ញុំនឹងយកឈ្មោះទៅចាំវត្តនៅថ្ងៃច័ន្ទសំណួរសួរអ្នកទាំងអស់គ្នាថាតើ hero ឡាពូនិង hero បាដាំងមួយណាមានប្រៀបជាងអ្នកទាំងអស់គ្នាមិនបាច់ចាំ research ច្រើនទេជាមួយនឹងចម្លើយមួយនេះគ្រាន់តែប្រាប់ខ្ញុំនិងប្រាប់ពីមូលហេតុដែលអ្នកទាំងអស់គ្នាយល់ឃើញបែបដឹងមកគឺខ្ញុំនឹងបង្ហាញឈ្មោះអ្នកទាំងអស់គ្នានៅវីដេអូក្រោយហើយបើសិនជាខ្ញុំគិតឃើញថាបានក្បោះក្បាយនឹងល្អហើយវីដេអូហ្នឹងមានតែប៉ុណ្្នឹងហើយកុំភ្លេចចូលរួម comment ដើម្បីឈ្នះ skin ពីខ្ញុំទាំងអស់គ្នាបាយបាយ